នេះគឺជាការគណនាប្រាក់ខែឲ្យកម្មករចេញចូលនឹង payroll card ជាទូទៅខែចុងក្រោយគឺនៅលើហើយប៉ុន្តែជួនកាលខែនេះយើងមើលអត់ឃើញមូលហេតុនៅពី status របស់ payroll យើងមួយហ្នឹងវាកំពុងតែ close អញ្ចឹងយើងអាចទៅ running វាចូល setting មកនេះខែ1 status វា running ជាទូទៅវា close default វា close នៅកន្លែងហ្នឹងដែរយើងទៅដូរអត្រាការប្រាក់តាមពន្ធដារហើយអត្រាការប្រាក់ក្នុងពន្ធដារយើងចូលទៅក្នុង website របស់គាត់អញ្ចឹងយើងចូលទៅក្នុងអ៊ីនធឺណិតមកយើងចូល tax department អូខេ tax department យើងចូលទៅ tax អូខេយើង scroll រហូតដល់កន្លែងមាន change rate មួយអូខេគឺគេដាក់ថាអត្រាប្រូប្រាក់$1ចុចអត្រាប្រូប្រាក់សម្រាប់ប្រាក់វិវត្តខែមករាឆ្នាំ2016អញ្ចឹងយើងយក40 45មកប្រើ40 45អូខេយើងចុច close អូខេអញ្ចឹងយើងចុច view មកខ្ញុំដាក់ឧទាហរណ៍ខ្ញុំដាក់មួយក្រុមឬពីរក្រុមធ្វើដើម្បីធ្វើតេស្តអញ្ចឹងខ្ញុំចុចយក calculationអូខេយើង print បញ្ជីប្រមេដៃបញ្ជីប្រាក់ខែសម្រាប់កម្មករប្រមេដៃគឺយើងចុចយក payment list ហើយបើសិនជាយើងចង់មើល summary ក្នុងពីរក្រុមហ្នឹងមួយក្រុមហ្នឹងអស់ប្រមាណយើងចុចយក payroll summary ឬក៏ F9 keyboard យើងណាអូខេហើយបន្តមកទៀតកណ្ដាស់សន្លឹកលុយសម្រាប់បញ្ជូនទៅគណនីឬក៏គណនីគេទៅយកលុយនេះពីតកែអញ្ចឹងមានលុយដុល្លារលុយសរុបពន្ធអស់ប្រមាណសហជីពព្រោះយើងកាត់ពីកម្មករអញ្ចឹងយើងត្រូវយកលុយពីតកែមកយកលុយមកដើម្បីទុកបើកឲ្យទៅសហជីពវិញនេះដូចគ្នានឹងពន្ធយើងយកមកដើម្បីយើងយកលុយហ្នឹងទៅសហជីពវិញព្រោះយើងកាត់ពីក្នុងបញ្ជីរបស់កម្មករការនេះ net វាសរុបអូខេហើយមួយដែរយើងប្រើវាសម្រាប់ស្លឹកលុយដូចគ្នាប៉ុន្តែសម្រាប់បញ្ជូនទៅណាគេដែលយកក្រុមនឹងទៅរៀបមកថាសុខានឹងគាត់មកជួយរៀបអញ្ចឹងឬក៏យើងប្រើបុគ្គលិកក្នុង office ខ្ញុំឲ្យគេប្រាប់មេដៃទទួលលុយហ្នឹងមានกระดาษបានហ្នឹងហប់ត្រូវនៅដើម្បីយកទៅរៀបលុយតាមតារាងបញ្ជីប្រាក់ខែនេះអូខេហើយនេះគឺជា pay slip សម្រាប់កម្មករដើម្បីគាត់ផ្ទៀងលុយគាត់ជាមួយនឹងលុយដែលយើងបើកឲ្យគាត់នៅវាត្រូវហើយបើសិនជាយើងសវកដាស់យើង print attendance មុននឹងយើងធ្វើ payroll យើង print attendance សិនហើយយើងចែកឲ្យគាត់ដើម្បីឲ្យគាត់ហ្នឹងទទួលស្គាល់នៅ attendance របស់គាត់ពេញមួយខែហ្នឹងអូខេហើយបន្តទៀតសម្រាប់បងពុនបើសិនជាវាជាប់ពុនប៉ុន្តែពីក្រុមមិញមិនជាប់ពុនមួយទេខ្ញុំដាក់ office មួយទៀតដើម្បីវាជាប់ពុនអូខេខ្ញុំចុចខ្ញុំដាក់ទាំងអស់បាទហើយយឺតហើយ
Okay,ខ្ញុំ cancel សិនហើយខ្ញុំយកតាពីក្រុម Opera អូខេនេះគឺវាជឿហើយយើងចុចមើលពន្ធដោយសារតែពន្ធអូខេខ្ញុំយកពន្ធអញ្ចឹងក្នុងចំណោមទាំងអស់ហ្នឹងប្រហែលជាអត់ជាប់ប៉ុន្តែប្រហែលជាជាប់ Office អូខេនេះ Office ជាប់ពន្ធ amount no អត់ជាប់ទៀតអត់ហើយយើងជឿថាវាជាប់អូខេនេះពន្ធ 10% ជាប់ចេញជាលុយរៀលហើយទឹកលុយដែលយើងត្រូវទៅបង់ពន្ធអូខេអានេះសម្រាប់យើង export ទៅ Union ដើម្បីយើងយកទៅបាក់បញ្ជូនទៅឲ្យខាងសហជីពចេញជា Excel file ក្នុងនោះវាមានបែងចែកក្រុម1មានប៉ុន្មានអ្នកទឹកលុយប៉ុន្មានក្រុម2 Office អូខេហើយអានេះសម្រាប់ផ្ញើទៅសាខាធំឬក៏តកែក៏ចង់មើលសម្រាប់ export ទៅ Excel file អូនេះក៏ទៅយើងអូខេខ្ញុំទៅទៀតខ្ញុំយកខ្ញុំ save វាអូខេវាជាដោយសារវា convert remove the Unicode ដែរ no ហើយមួយនេះសម្រាប់យើង export ទៅអូខេខ្ញុំលើនេះមាន file អូខេខ្ញុំយក e-form មួយហើយខ្ញុំលុប data ចោលសិនដើម្បីខ្ញុំ export e-form នេះមាន data អូខេខ្ញុំលុបចោលអស់ហើយខ្ញុំ export វាដើម្បីយកទៅបង់ឲ្យបសសអញ្ចឹងខ្ញុំយក e-form ខ្ញុំរើសយក e-form អូ
អូខេ97នាក់តទៅទៀតគឺ e-form យើងហ្នឹងនឹងមាន amount លុយហ្នឹងហើយ amount ទឹកលុយជាលុយខ្មែរលុយដុល្លារដើម្បីយកទៅ generate ក្នុងយកប្រើ software e-form ដើម្បី generate ទៅហើយអូខេចប់សម្រាប់